កងទ័ពកម្ពុជាបន្តកែសម្រួលយុទ្ធោបករណ៍និងអាវុធធុនធ្ងន់ចេញពីតំបន់ចំនួននៅព្រំដែនត្រឡប់ទៅមូលដ្ឋានដើមវិញជំហានទី2នៃដំណាក់កាលទី1ដែលល្ងាចថ្ងៃទី8វិច្ឆិកាឆ្នាំ2025នេះកម្ពុជាបានបន្តការកែសម្រួលយុទ្ធោបករណ៍និងអាវុធធុនធ្ងន់ចេញពីតំបន់ចំនួននៅព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យត្រឡប់ទៅកាន់មូលដ្ឋានដើមវិញក្នុងជំហានទី2នៃដំណាក់កាលទី1ស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯកពៅហេងមេបញ្ជាការយុទ្ធភូមិភាគទី4នៃព្រះរាជាណាចក្រកម្ពុជានិងលោកឧត្តមសេនីយ៍តូវរយុទ្ធរៈស៊ីងមេបញ្ជាការកងទ័ពភូមិភាគ2នៃព្រះរាជាណាចក្រថៃកាលពីថ្ងៃទី31ខែតុលាឆ្នាំ2025នៅពេលកម្ពុជាកែសម្រួលយុទ្ធោបករណ៍និងអាវុធធុនធ្ងន់ភាគីកងទ័ពថៃក៏បានបន្តកែសម្រួលដោយកម្ពុជាដែរដំណើរគ្នានៃការកែសម្រួលយុទ្ធោបករណ៍និងអាវុធធុនធ្ងន់ចេញពីតំបន់ចំនួននៅព្រំដែនរបស់កម្ពុជានាពេលនេះភាគីថៃក៏ធ្វើការកែសម្រួលដូចគ្នាផងដែរដោយមានការចូលរួមសង្កេតនិងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការអាស៊ាន AOT តាំងពីចំណុចចាប់ផ្ដើមរហូតដល់មូលដ្ឋានដើមវិញកាលពីថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025កន្លងទៅភាគីទាំងពីរបានអនុវត្តការកែសម្រួលអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី1នៃដំណាក់កាលទី1ដោយជោគជ័យនៅក្រោមការសង្កេតនិងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការអាស៊ាន AOT កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃដើម្បីធានាថាផែនការសកម្មភាពនេះនឹងត្រូវបានអនុវត្តឲ្យបានពេញលេញត្រឹមត្រូវមានប្រសិទ្ធភាពនិងប្រកបដោយតម្លាភាពសកម្មភាពខាងលើគឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុឆន្ទៈនិងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជាក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរស្តីពីសន្តិភាពរវាងកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃដោយមានលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនិងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមធ្វើជាសាក្សីកាលពីថ្ងៃទី26តុលា2025កន្លងទៅនេះជាមួយគ្នានេះកម្ពុជាសង្ឃឹមយ៉ាងមុតមមថាទាំងភាគីកម្ពុជានិងភាគីថៃនឹងអនុវត្តឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៅសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដោយភាពស្មោះត្រង់សុឆន្ទៈនិងតម្លាភាពសម្ដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញឲ្យបានឆាប់ផងដែរ